បាទសួស្តីប្រិយមិត្តទស្សនិកជនដែលតាមដាន Channel ខ្ញុំបាទរមី TV បាទនេះខ្ញុំបាទសូមបកស្រាយអំពីកូនក្រកឆ្មាកណ្ដាញ់ខ្លានិងសុកឆ្មាណាបាទនេះកូនក្រកឆ្មាណាកូនក្រកឆ្មាដែលខ្ញុំបានហាលថ្ងៃនិងប្រសិទ្ធិដាស់រាល់មន្តអាគមមេធំដើម្បីឲ្យកូនក្រកឆ្មាហ្នឹងមានប្រសិទ្ធភាពខ្លាំងពូកែកូនក្រកឆ្មានេះបានមកខ្ញុំហ្នឹង7-8ឆ្នាំហើយតែឆ្មាទុកកូនក្រកឲ្យហើយកូនក្រកនេះភ្នែកមួយណាឆ្មាភ្នែកមួយឆ្មាមានភ្នែកតែមួយគ្រាប់ទេដែលទុកឲ្យហើយនេះហើយកូនក្រកហើយមួយទៀតសុករបស់ឆ្មាហ្នឹងគឺនៅខាងនេះសុកវាអញ្ចឹងវាមានទាំងកូនក្រកទាំងសុកមកជាមួយគ្នាដែលវាទុកឲ្យបាទបងប្អូនទស្សនិកជននេះមើលនេះសុកឆ្មាដែលខ្ញុំដាក់ក្នុងឡតអ្នកដែលមានរបស់ទាំងនេះភាគច្រើនជារបស់តិចតិចព្រោះជំនឿបុរាណយើងគឺជំនឿទៅលើសុកឆ្មាអ្នកសុកឆ្មាអ្នកដែលមានសុកឆ្មានៅផ្ទះតិចតិចឯនេះកដាញ់ខ្លាណាកដាញ់ខ្លានេះប្រភេទកដាញ់ខ្លាឈ្មោលហើយយើងសម្គាល់ប្រភេទកដាញ់ខ្លាឈ្មោលយ៉ាងម៉េចព្រោះកដាញ់ខ្លាឈ្មោលវាមានវែងវាមានរាងវាវែងអាហ្នឹងគេហៅថាកដាញ់ខ្លាតែជាឈ្មោលណាចំណែកនេះវិញកដាញ់ខ្លាដែរតែរាងមូលបានហើយវាអត់វែងទេមូលនឹងគេហៅថាញីកដាញ់ញីអញ្ចឹងអត្ថភាពកដាញ់ខ្លាគឺលើនឹងសឹកសង្គ្រាមណាជួយការពារនៅក្នុងសឹកសង្គ្រាមកដាញ់ខ្លាណាដាញ់ខ្លាហើយនេះឆ្អឹងខ្លាធំឆ្អឹងខ្លាធំដែលខ្ញុំយកទៅឲ្យជាងចម្លាក់ហ្នឹងឆ្លាក់ទៅជាព្រះមនីឥសីព្រះមនីឥសីណាឆ្អឹងនេះឆ្អឹងខ្លានេះធំណាស់ព្រោះឆ្អឹងខ្លានេះបានមកពីប្អូនចម្លាក់ដែលស្គាល់គ្នាហើយឆ្អឹងខ្លាវាងាប់តាយសាក់នៅក្នុងព្រៃណាបានឆ្អឹងចែកគ្នាបានម្នាក់ម្ដុំហើយក្រៅពីឆ្លាក់ខ្លះក៏ទុកធ្វើថ្នាំខ្លះណាអានេះសុកមួយដែរសុកអត់បានកូនក្រកទេបានក្រោយសុកនេះហើយឆ្មាកើតឲ្យនៅមុខតែម្ដងព្រោះកាលហ្នឹងទៅលេងផ្ទះម៉ែហើយក៏ឆ្មាផើមមិនដឹងជាម៉េចបានកើតមកនៅមុខហ្នឹងក៏ទុកសុកនឹងឲ្យណាទាំងអស់នេះវាមើលទៅវាធម្មតាប៉ុន្តែវាបាក់រណាហើយអត្ថភាពរបស់វាអ្នកដែលដឹងហើយថាអត្ថភាពរបស់ទាំងនេះយ៉ាងម៉េចណាមានលុយក៏មិនអាចទៅរកទិញបានដែរព្រោះมันងាយទេបានរបស់ចេះសិតតែបនិស័យខ្ពស់ណាហើយអត្ថភាពគឺសម្រាប់អ្នកដែលមានជំនឿគេជឿណាជាពិសេសជំនឿដូនតារបស់ខ្មែររបស់យើងហើយក៏សូមអរគុណសូមឲ្យទស្សនិកជនដែលតាមដាន Channel ខ្ញុំបាទរមី TV នេះសូមឲ្យមានសុខភាពល្អសុខចម្រើន